នាព្រឹកថ្ងៃទី23 ខែកុម្ភៈឆ្នាំ2026 អាយដាមឈៀស៊ីដារ៉ាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាអនកនិងជាអនុប្រធានបដូវវេនវិកណៈ2026និងអាយដាមឧត្តមសេនីយ៍តូកឹមសុផារុនអគ្គលេខាធិការរងអនកនិងជាប្រធានលេខាធិការដ្ឋានវិកណៈ2026បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពក្រុមការងារខ្លឹមសារសម្រាប់ត្រៀមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ានលើកទី25ដែលសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាធ្វើជាប្រធានបដូវវេននិងជាម្ចាស់ផ្ទះជាកិច្ចចាប់ផ្ដើមក្រុមការងារខ្លឹមសារបានធ្វើបទបង្ហាញពីវឌ្ឍនភាពនិងផែនការបន្តអនុវត្តទាំងការពិនិត្យឡើងវិញលើខ្លឹមសារមហាសន្និបាតលើកទី23និងលើកទី24ពិនិត្យឡើងវិញលើធម្មនុញ្ញនិងច្បាប់បញ្ញត្តិវិកណៈព្រមទាំងរបៀបវរៈនិងឯកសារពាក់ព័ន្ធជាដើមក្នុងប្រជុំនេះអាយដាមឈៀស៊ីដារ៉ាបានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារខ្លឹមសារដែលសកម្មក្នុងការងាររបស់ខ្លួនសម្ដៅធ្វើយ៉ាងណាឲ្យដំណើរការមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ានលើកទី25ប្រព្រឹត្តទៅដោយជោគជ័យអាយដាមឈៀស៊ីដារ៉ាថ្លែងថាក្នុងដំណើរការត្រៀមរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ានលើកទី25ឆ្នាំ2026នេះក្រុមការងារខ្លឹមសារនឹងត្រូវរៀបចំឲ្យបានរួចរាល់នៅរបៀបវារៈសំខាន់ដើម្បីឲ្យក្រុមការងារពាក់ព័ន្ធមានលទ្ធភាពក្នុងការសហការអនុវត្តតួនាទីនិងភារកិច្ចទៅតាមជំនាញនីមួយៗរបស់ខ្លួនអាយដាមឈៀស៊ីដារ៉ាបញ្ជាក់ថាបន្ទាប់ពីពិធីប្រកាសសមាជិកលេខាធិការដ្ឋានរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ានលើកទី25ក្រុមការងារពាក់ព័ន្ធរបស់លេខាធិការដ្ឋានវិកណៈបានជួបពិភាក្សាជាបន្តបន្ទាប់ដើម្បីកំណត់ពីភារកិច្ចនិងសកម្មភាពដែលត្រូវអនុវត្តពីពេលនេះរហូតដល់ថ្ងៃចាប់ផ្ដើមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ានលើកទី25ក្នុងកិច្ចប្រជុំនេះដែរអាយដាមឧត្តមសេនីយ៍តូគឹមសុផារុនអគ្គលេខាធិការរងអនកនិងជាប្រធានលេខាធិការដ្ឋានវិកណៈ2026បានណែនាំដល់ក្រុមការងារខ្លឹមសារត្រូវពង្រៀងនៅខ្លឹមសារនិងឯកសារសំខាន់ៗទាំងឡាយឲ្យបានមុនកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់វិកណៈនាខែមិថុនាខាងមុខដើម្បីរៀបចំជារបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច